ពេលវេលាជួបជុំគ្រួសារគឺមិនសូវមានពេលច្រើនដូចមុនទេដូច្នេះហើយមានតែការខែបនខែទៀននឹងឯងតែមានពេលជួបជុំគ្រួសារសាច់ញាតិបងប្អូនណាហើយនេះផងដែរគឺជាសកម្មភាពថ្ងៃបុណ្យតេកណានៅប្រទាននៃចម្រើនបជនជួបចំពោះយាយខ្ញុំគឺធ្វើឡើងនៅថ្ងៃទី12ខែមេសាឆ្នាំ2026នឹងឯងពុកម៉ែបងប្អូនគឺធ្វើមុនថ្ងៃបុណ្យចូលឆ្នាំ2ថ្ងៃដោយសារតែរកពេលវេលាអត់បានណាមួយដោយសារតែមីងគាត់ចាត់ធ្វើការនៅភ្នំពេញផងតតែថ្ងៃចូលឆ្នាំទើបគាត់បានមកលេងស្រុកអញ្ចឹងគាត់សម្រេចចិត្តថាជ្រើសរើសយកថ្ងៃទី12ខែមេសានឹងធ្វើបុណ្យតែម្ដងទៅណាមួយពេលឆ្លងបុណ្យទៅបានចូលឆ្នាំជុំគ្នាម្ដងទៀតអញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅគឺជុំគ្នាបាន2ដងគឺជុំគ្នាថ្ងៃបុណ្យតេកណានុប្រទានជូនយាយផងហើយនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងពុកម៉ែបងប្អូនហើយខ្ញុំនឹងមកបង្ហាញសកម្មភាពខ្លះៗអំពីកម្មវិធីបុណ្យតាំងពីថ្ងៃចូលរោងរហូតដល់ថ្ងៃឆ្លងបុណ្យណាហើយនេះផងដែរគឺជាសកម្មភាពថ្ងៃចូលរោងពុកម៉ែបងប្អូនសកម្មភាពពេលព្រឹកគឺខ្ញុំកំពុងតែនៅកន្លែងរោងចុងភៅគឺមានជួយហាន់សាច់ហាន់បន្លែអីចឹងណាហើយមានអ៊ំមីងពូអីនៅក្នុងភូមិហ្នឹងគឺគាត់មកជួយហាន់បន្លែហាន់សាច់អីកន្លែងរោងចុងភៅទៅហើយបន្ទាប់ពីហាន់សាច់ហាន់បន្លែអីហើយគឺមកហូបឆ្អិនហើយពុកម៉ែបងប្អូនគឺស្លម្ជូរគ្រឿងដាក់សាច់គោដាក់ត្រប់នឹងឯងហើយបន្ទាប់ពីខ្ញុំហូបបាយរួចរាល់ហើយក៏មកហូបភេសជ្ជៈហូបអីតិចតួចចឹងណាគឺទឹកក្រូចនឹងឯងគឺមិនមែនគ្រឿងសូរ៉ាយទេពុកម៉ែបងប្អូនគឺគ្រឿងកំប៉ុងភេសជ្ជៈធម្មតាទេយូរបានហូបម្ដងនឹងឯងហើយពេលល្ងាចឡើងគឺចាប់ផ្ដើមទទួលភ្ញៀវហើយបន្ទាប់ពីសូត្រមន្តសូត្រអីហើយចឹងណាពុកម៉ែបងប្អូនគឺដល់ម៉ោងទទួលភ្ញៀវហើយពេលល្ងាចហ្នឹងគឺអត់មានអីទទួលភ្ញៀវទេគឺធ្វើបបរបន្ទាប់ពីទទួលភ្ញៀវអស់ហើយគឺយប់ហើយពុកម៉ែបងប្អូនម៉ោង6ល្ងាចក៏មានលេងតន្ត្រីអីតិចតួចជុំបងប្អូនអីចឹងរាំធុងបាសរាំអីចឹងទៅហើយធុងបាសហ្នឹងគឺធុងបាសពុកខ្ញុំទេហើយរោងក៏រោងពុកខ្ញុំដែរពុកម៉ែបងប្អូនហើយបន្ទាប់មកគឺខ្ញុំនឹងអង្គុយលេងសិនគឺអត់តទៅផ្ទះខ្ញុំទេគឺផ្ទះខ្ញុំឆ្ងាយពីផ្ទះយាយដែរនៅចម្ងាយ7គីឡូអញ្ចឹងទៅគឺខ្ញុំនៅកន្លែងបនសិនតែពេលយប់ឡើងគឺអត់បានមករាំធុងបាសទេដោយសារតែអត់ហ៊ានមកអញ្ចឹងណាពេលយប់ស្ងាត់ដែរផ្លូវក៏អត់ហ៊ានទៅហើយនេះសកម្មភាពពេលព្រឹកឡើងគឺថ្ងៃឆ្លងបុណ្យណាពុកម៉ែបងប្អូនហើយមុនទទួលភ្ញៀវពេលព្រឹកម្សាទៀតគឺខ្ញុំហូបបបរជាមុនសិនបានខ្ញុំចាប់ផ្ដើមទទួលភ្ញៀវបន្ទាប់ពីទទួលភ្ញៀវចប់អស់ហើយគឺដល់ម៉ោងរាប់បាទណាពុកម៉ែបងប្អូនប្រគេនចំហាន់ទៅកាន់ព្រះសង្ឃចឹងទៅមានរៀបចំចំហាន់រៀបចំអីចឹងទៅបន្ទាប់ពីព្រះសង្ឃសូត្រមន្តរួចរាល់ហើយក៏និមន្តព្រះសង្ឃទៅកាន់វត្តវិញទៅពុកម៉ែបងប្អូនហើយដល់ម៉ោងហូបបាយថ្ងៃត្រង់នឹងឯងគឺបន្ទាប់ពីឆ្លងបុណ្យហើយហូបបាយថ្ងៃត្រង់រួចរាល់ហើយគឺចាប់ផ្ដើមធ្វើកម្មវិធីស្រង់ទឹកជូនចាស់ណាជូនអ្នកមានគុណព្រះរស់ពុកម៉ែបងប្អូនអធិស្ឋានផងស្រង់ទឹកជូនព្រះរស់នឹងឯងគឺយាយនៅក្នុងភូមិយាយបកាតយាយអីហ្នឹងពុកម៉ែបងប្អូនគឺមានចាប់ផ្ដើមដាក់ទឹកដាក់អីចឹងទៅដាក់ជូនស្រង់ទឹកជូនចាស់ណាពុកម៉ែបងប្អូនដូចជាពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូហ្នឹងចឹងគឺនិយាយរៀងតាក់តិចពុកម៉ែបងប្អូនបើខុសឆ្គងអីសូមខន្តីអភ័យទោសផងអធិស្ឋានផងណាពុកម៉ែបងប្អូននេះសកម្មភាពបន្ទាប់ពីស្រោចទឹកស្រង់ទឹកជូនចាស់ជូនអ្នកមានគុណរួចរាល់ហើយគឺចាប់ផ្ដើមបាញ់ទឹកដោយសារតែខែចែកគឺដឹងហើយពុកម៉ែបងប្អូនគឺក្តៅខ្លាំងមែនតើអាកាសធាតុចឹងទៅតតែបាញ់ទឹកបាញ់អីចឹងទៅទិញទឹកទិញអីយកមកបាញ់ទឹកណាត្រជាក់ខ្លាំងមែនតើដាក់តកកចឹងទៅហើយស្រង់ទឹកជូនចាស់ចឹងទៅជូនអ្នកមានគុណចឹងទៅហើយស្អីឡើងគឺឆ្លងចូលថ្ងៃបុណ្យចូលឆ្នាំតែម្ដងពុកម៉ែបងប្អូនអរគុណច្រើន